ពីដំបងយើងមេអំបៅយើងកាត់ពូជមេអំបៅយើងចាំមេអំបៅហ្នឹងកាត់ពូជរយៈពេល12ម៉ោងហើយយើងប្រាច់ឲ្យឈ្មោះចេញដាក់ឈ្មោះដល់ខ្លួនញីវាពងដល់ពងហើយមួយថ្ងៃមួយយប់ហ្នឹងវាពងបានជាពងតកៅអត់ពងទៅហើយបាន8ថ្ងៃក្រោយបានញាស់ហើយយើងបេះស្លឹកមើនខាន់វាទូចឲ្យវាស៊ីទៅទូចយើងត្រូវការហាន់អត់ស៊ីទឹកធំកាលទេហើយដល់ពេលបានរយៈពេល10ថ្ងៃយើងរៀបស្លឹកធំឲ្យវាស៊ីរៀបស្លឹកធំឲ្យវាស៊ីហើយដល់រយៈពេលបាន15ថ្ងៃអីហ្នឹងវាធំទៅយើងបេះឲ្យស៊ីរហូតទៅស្លឹកធំហ្នឹងហើយមួយខែ8ថ្ងៃបានវាធំបានវាឡើងសបកខ្លួនវាឡើងពណ៌លឿងយើងចាប់វាដាក់លើមេឈើតាមវាពណ៌លឿងខ្លួនវាហ្នឹងវាចេញសោតមកហើយចាសបកមួយទៅនាងមួយបានសោតមកសបកមួយ24ម៉ោងហ្នឹងបានសបកមួយទៅមួយចាគេឡើងសបកហ្នឹងរយៈពេល6ថ្ងៃយើងបេះវា100%ហ្នឹងយើងយក80%យើងបេះវាយកទៅ50ថ្ងៃឲ្យវាស្ងួតឲ្យងាប់អាតកៅក្នុងរបស់វាហ្នឹងបានយើងយកមកស្ងោរបានតែយើងទុក20%ទៀតយើងកាត់ពូជទៀតហើយ80%ទៀតយើងយក50ថ្ងៃយើងយកមកអ្វីសោតបើយើងមិន50ថ្ងៃវាទេវាចេញឲ្យមេអំបៅយើងអត់មានសោតទេក្នុងមួយថ្ងៃហ្នឹងយើងហាតែមានក្តៅយើងហាវល់ងាយរយៈពេល3ថ្ងៃឬ4ថ្ងៃអីទៅយើងហាហើយអញ្ចឹងទៅយើងយកមកយើងចង់អ្វីសោតយើងដាំទឹកវាឲ្យពុះហើយបានពុះហើយបានយើងដាក់ស្បុកសោតស្បុកនឹងចូលបានយើងយកឈើនឹងជុំវាក្នុងហ្នឹងរយៈពេលកន្លះម៉ោងឲ្យជាងបានយើងធ្វើបានជាខ្សែយកមកដាក់ល្បីជាខ្សែសោតហ្នឹងទៅបាទបន្ទាប់ពីយើងល្បីជាខ្សែសោតបានហើយយើងដោះវាទៅជាលក់ពណ៌ហើយយើងប្រើជាមួយទឹកក្បុងដើម្បីឲ្យវាទន់សរសៃព្រោះអីទម្ងន់សោតបើសិនជាហាស្ងួតទម្ងន់2គីឡូឯខាចូលកំពង់ហ្នឹងឲ្យបានគ្រប់មុខដូចជា48កំពង់ហ្នឹងទៅយើងយកទៅទាំងឡើងកៃជាសពុតហ្មងហ្នឹងណាជាកម្បាក៏បានជាសពុតក៏បានដែរហើយទៅពេលទៅបានយើងយកទៅដំឡើងលើកគោមលើកអីបន្តទៀតបានចេញជាសពុតហ្មងនេះដំណាក់កាលទាំងការនេះយើងរើសតាមគេគូឲ្យយើងក៏មានដែរពេលខ្លះទាំងការនេះយើងមានប៉ាន់ពីគេមកយើងអាចចម្លងប៉ាន់តាមអាសពុតដែលយើងចាស់មានហ្នឹងណារបស់ខ្មែរយើងពីដើមហ្នឹងយើងលើកគោមតាមពីដើមហ្នឹងក៏បានដែរហើយរយៈពេលធ្វើហ្នឹងគឺពិបាកណាស់ព្រោះលើគោមនឹងព្រោះអីក្នុងការគិតច្រើនចាយជាងការចាយអត់ដាច់យើងរកអត់ចេញជាគោមទេព្រោះខ្ញុំយករើសតបានខ្ញុំដឹងនិយាយទៅការឆ្នៃម៉ូតនេះវាមានការពិបាកដែរព្រោះអីសរសៃវាល្អិតមិនវិញ្ញាក់យើងពិបាកនឹងការរើសម៉ូតដែរពេលខ្លះម៉ូតដែរពិបាកខ្លាំងជាងការស្មុគស្មាញដែរនិយាយទៅពេលដែលផលិតបានហ្នឹងទៅអត់មានផលវិបាកទេព្រោះអីយើងធ្វើនៅទីនេះលក់នៅទីនេះផ្ទាល់តែម្ដងនិយាយទៅភាគច្រើនជាបរទេសជាខ្មែរមានដែរថាជាត្រឹម30